អាចបញ្ជាsaoចុច2ដងបើកគូតក្រោយចុច2ដងទៀតបិទគូតក្រោយតាមពិតរបៀបបើកគូតក្រោយនឹងយើងមានដល់4ដំណាក់កាលយើងបើកដៃក៏បានចុចsaoវិញក៏បានពេលដែលយើងមានsaoនៅចិត្តខ្លួនចុចលើនេះមួយlock ចុចលើនេះមួយ lock ធម្មតាទូទៅគ្រប់ឡានប្រើ smart key ចុចដឹងហើយចុចមួយបើកចុចមួយបិទគូក្រោយដូចគ្នាចា៎ហើយក៏យើងមានកន្លែងសេរីឃើញកន្លែងនេះគេដាក់ max 3/4 នឹងអស់អញ្ចឹង max នេះគឺយើងបើកគូក្រោយធំបើ3/4នេះបើករៀងទីបល្មមបើអស់នេះគឺបិទចោលហ្មងអញ្ចឹងយើងទៅបើកពីក្រោយក៏អត់បើកអត់ចេញដែរតិចពេលដែលយើងដាក់អស់មកណាហើយកន្លែងនេះ lock unlock ទ្វារធម្មតាទេអញ្ចឹងបច្ចៈទ្វារខាងតកង់អូតូតាំងតឡើងទាំងតម្លាក់កញ្ចក់ទ្វារខាងតកង់ក៏ប៉ុន្តែទ្វារទាំង3នោះគឺអូតូតែតម្លាក់ទេចេះតម្លាក់យើងចុចមួយទៅវាអូតូចុះតឡើងវិញយើងទាញជាប់អញ្ចឹងទាញជាប់បានវាឡើងមកវិញទាំង3ទ្វារហ្មងហើយកន្លែងនេះចុចមួយក្តៅកញ្ចក់ចុចមួយលាកញ្ចក់មកវិញអញ្ចឹងកន្លែងនេះពេលដែលចេញភ្លើងពណ៌ទឹកក្រូចបានន័យថាឡុកកញ្ចក់នេះក្រូចបាត់បើកកញ្ចក់អត់រួចទេបានតែតកង់អ្នកវិជាតែបើអត់ចេញភ្លើងទេគឺបិទបើកបានទាំង4ទ្វារតែម្ដងអញ្ចឹងកន្លែងខាងស្ដាំនេះចេញភ្លើងខាងស្ដាំគឺយើងសេរីកញ្ចក់ឆ្វេងស្ដាំខាងស្ដាំនោះខាងឆ្វេងនេះគឺយើងសេរីខាងនេះតាមសញ្ញាព្រួយឆ្វេងស្ដាំខ្ពស់ទៀតអញ្ចឹងទៅហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងអស់ហើយសុំប្លុកខាងនេះអញ្ចឹងកន្លែងខាងហមនេះហ្មងយើងបើកដបូលនៅនេះចាហើយកន្លែងនេះកាច់បែបនេះយើងអាចសេរីចកោតបាន4ដកចុះហើយរុញចុះទៅវិញក៏បានទៀបហើយនឹងខ្ពស់យើងបាន4វែកអញ្ចឹងហើយយើងកลับមកវិញតាមកម្ពស់ដែលយើងស្រឡាញ់អញ្ចឹងកន្លែងនេះគឺយើងសេរីពលឺកុងទ័រសេរីភ្លឺអត់ភ្លឺអញ្ចឹងទៅនៅពេលយប់គឺអូតូម៉ាទិកឲ្យយើងតែដោយសារយើងនៅក្រោមពលឺអញ្ចឹងទៅវាអត់ចេញទេហើយកន្លែងនេះពេលដែលបាញ់តនិចនេះមកអូតូគឺភ្លើងកូតខាងមុខយកបាត់ថ្ងៃបាត់តាមពលឺថ្ងៃកន្លែងនេះបាត់ភ្លើងចោលហើយនេះបើកភ្លើងចោលហ្មងហ្នឹងហើយអូខេអញ្ចឹងឡើយនេះសេរីកម្ពស់ភ្លើង4កម្រិតខ្ពស់ទាបលេខ0ខ្ពស់ជាងគេលេខ3អោនចក្រមទាបជាងគេវិញអញ្ចឹងកន្លែងតាមប៉ាត់ឡាននេះមានអូតូ high beam ទៀតកន្លែងប៊ូតុងមួយនេះមានអក្សរ A នេះប៉ុន្តែតតែយើងយកដៃលេងនេះមកបិទឲ្យវាល្ងឹតទៅបានវាចេញ A កន្លែងនេះប៉ុន្តែដោយសារវាភ្លឺអញ្ចឹងវាអត់ចេញទេអញ្ចឹងពេលដែលយើងចុច A វានឹងមានកន្លែងអូតូកន្លែងនេះមួយទៀតអក្សរអូតូកន្លែងហ្នឹងអញ្ចឹងពេលដែលចេញអូតូកន្លែងហ្នឹងគឺគេហៅថាអូតូ high beam ជិះតាមឡានជាប្រជែកគ្នាវាទៅឡើងតម្លាក់ផាកូដឲ្យយើងអូតូតាមឡានជាប្រជែកគ្នាហ្មងតែបើសិនជាយើងអត់កំណត់ឲ្យចេញអក្សរអូតូទេវាអត់ទៅឡើងតម្លាក់ផាកូដនឹងទេប៉ុន្តែយើងមាន function មួយទៀតសេរីកម្ពស់ភ្លើងក៏បានដែរអញ្ចឹងមាន2ដាក់អូតូក៏បានអត់ក៏បានហើយនេះសញ្ញាឆ្វេងក៏សញ្ញាស្ដាំធម្មតាទេអញ្ចឹងfunction ខាងឆ្វេងនេះយើងមាន3 function ទី1 cruise control ទី2រក្សាកម្រិតពីឡានខាងមុខទី3 speed limit អញ្ចឹង cruise control គឺក៏ការកំណត់ល្បឿនលើដៃចង្កូតអញ្ចឹងឡាននេះគឺយើងអាចកំណត់បានចាប់ពីល្បឿន40គីឡូម៉ែត្រទៅអញ្ចឹងរបៀបកំណត់គឺចុចរ៉ាញ់រូបតនិចនាឡិកានេះមួយគឺនឹងបង្ហាញនៅលើតាបឡូនេះចេញរូបតនិចនាឡិកាបែបនេះអញ្ចឹងបើសិនជាឧទាហរណ៍ថាយើងកំពុងតែជិះល្បឿន50គីឡូម៉ែត្រយើងចង់កំណត់យើងគ្រាន់តែយកដៃរុញប៊ូតុងនេះមកពាក្យសឹកខាងក្រោមទៅគឺវាជាប់ល្បឿនដែលយើងជិះ50ជាប់50ជិះ8ជាប់8ចេញឧទាហរណ៍ថាឡាននឹងយើងកំពុងតែជិះ55គីឡូម៉ែត្រអញ្ចឹងជាប់55ហើយប៉ុន្តែបើសិនជាយើងចង់កំណត់60យើងរុញឡើងលើតាមសញ្ញាបូកនេះមកបូកល្បឿន56 57 58 59 60ចឹងទៅឬក៏ចង់កំណត់50យើងរុញមកក្រោមទៅ54 53 52 51ចឹងទៅអញ្ចឹងចង់កំណត់ប៉ុណ្ណាគឺវាបង្ហាញលេខនៅលើនេះប៉ុណ្ណឹងអញ្ចឹងខ្ញុំឧទាហរណ៍ថាយើងកំណត់60យើងដកជើងពី5 2ហ្គែគឺវាទៅមុខ60ហើយក៏ប៉ុន្តែមានលក្ខខណ្ឌមួយទៀតស្រាប់តែមានឧបសគ្គនៅខាងមុខយើងជន់ហ្វ្រាំងទៅគឺវាផ្ដាច់ការកំណត់ល្បឿននឹងក៏ដោះសន្នបើសិនជាពេលដែលផ្ដាច់ការកំណត់ល្បឿនលើនឹងហើយពេលដែលយើងជន់ហ្វ្រាំងវាផ្ដាច់ការកំណត់ល្បឿនហើយវានៅតែលោតតនិចនាឡិកាបែបនេះចង់កំណត់ល្បឿនដែលយើងកំណត់ពីមុនមួយសារទៀតគ្រាន់តែចុចម៉ៅសិតមកគឺវាជាប់ល្បឿនដែលយើងកំណត់ពីមុនណាចាហើយបើសិនជាយើងចង់ផ្ដាច់ហ្មងចុចកន្លែងនេះក៏បានខ្វែងនេះចោលក៏បានអូខេអញ្ចឹងកន្លែងនេះគេហៅថា speed limit នេះវាខុសពី cruise control បន្តិចអញ្ចឹងខ្ញុំសូមបញ្ជាក់ cruise control នេះឧទាហរណ៍យើងកំណត់60ពេលដែលយើងប្រឹងជន់ហ្គែទៅរៀងតឹងម៉ាស៊ីនណាក៏ប៉ុន្តែ speed limit នេះខ្ញុំឧទាហរណ៍ថាយើងកំណត់80ពេលដែលយើងជិះដល់8វា alert តែវាទៅមុខធម្មតាប្រឹងជន់ហ្គែគឺវាទៅមុខដូចគ្នាគាត់តែវា alert ហើយវាមានតឹងម៉ាស៊ីនដូច cruise control ទេប៉ុន្តែ speed limit នេះគឺកំណត់ជាប់ចាប់ពី25គីឡូម៉ែត្រទៅជាប់អញ្ចឹងរបៀបកំណត់គាត់តែចុចមួយមកយកប៊ូតុងនេះរុញមកក្រោមមកជាប់
25ឯងអញ្ចឹងឧទាហរណ៍ថាយើងចង់កណាត់60យើងរុញឡើងលើតាមលបឿនដែលយើងចង់កណាត់ហ្នឹងទៅព្រោះដោយសារជាទូទៅឡានថ្មីគឺយើងសំណុំពរឲ្យអតិជនជិះលបឿនធំ80ចុះដែរណាអញ្ចឹងបើយើងចង់កណាត់8ចោលហ្មងក៏បានដែរពេលដែលយើងជិះដល់8វា alert តែវាទៅមុខធម្មតាទេមែនតើទៅបងអញ្ចឹងរបៀបផ្ដាច់វិញចុចប៊ូតុងកន្លែង speed limit ហ្នឹងទៅគឺផ្ដាច់ speed limit នឹងដូចគ្នាហើយប៊ូតុងមួយនេះគេហៅថារក្សាគម្លាតពីឡានខាងមុខអញ្ចឹងយើងមាន3កាំចុចមកគឺបង្ហាញនៅក្នុងនេះចិត្តឆ្ងាយមកជុំអញ្ចឹងទៅអញ្ចឹងដោយសារតែ function នេះគឺមានឡាននេះមាន function auto brake មួយទៀតអញ្ចឹងបើសិនជាយើងឧទាហរណ៍ថាយើងកំណត់រៀងមកជុំអញ្ចឹងទៅស្រាប់តែចិត្តដល់ឡានហ្នឹងយើងអត់ជន់ហ្វ្រាំងហើយយើងនៅតែប្រឹងជន់ហ្គាវានឹងស្លាយកុងទ័រកន្លែងនេះឆ្វាច់ដើម្បី alert ឲ្យយើងហើយបើសិនជាយើងអត់នៅតែអត់ជន់ហ្គាចិត្តបុកហ្មងគឺវានឹងចាប់ប្រាំងឲ្យយើងអូតូម៉ាទិកឲ្យតែលបឿនត្រឹម80ចុះក្រោមអញ្ចឹងអាស្រ័យលើយើងអ្នកកំណត់ទេចិត្តឆ្ងាយមកជុំខ្ញុំសុទ្ធតែខាងនោះចឹងអញ្ចឹងខាងស្ដាំដៃនេះវិញកន្លែងប៊ូតុងមួយនេះគឺយើងមើលទៅលើ function នៅលើកុងទ័រខាងនេះវិញអញ្ចឹងកុងទ័រនេះយើងមានគេហៅថា3 mode ចុះចាអញ្ចឹងយើងអាចសេរី mode នៅក្នុងកុងទ័រយើងបានយើងចុចមួយយើងយូរហើយចាំប្រឡែងមកអញ្ចឹងនៅលើនេះគេដាក់កេស1កេស2កេស3 1 2 3ហ្នឹងអញ្ចឹង1 2 3ហ្នឹងខ្ញុំចុចលើលេខ1ហ្នឹងហើយខ្ញុំចុច1មកគឺបង្ហាញ style ទី1ហើយចង់ដូរ style មួយទៀតចុចហើយទាញមកលេខ2នេះមកគឺចេញ style ទី2ហើយអញ្ចឹងចុចមួយទៀតទាញមកលេខ3នេះមកចុចមួយទៅគឺវាចេញ style ទី3នេះហើយអញ្ចឹងចង់ដាក់ style មួយនេះអាចកំណត់បានដោយខ្លួនឯងចាហើយយើងចុចមកខាងក្រោមមួយទៀតកន្លែង vehicle នេះចាកន្លែងនេះមែនតើទៅបង្ហាញពី trip 1 trip 2 អញ្ចឹងទៅហើយរបៀប reset trip គឺកំណត់នៅក្នុង reset នៅក្នុងនេះខ្ញុំបង្ហាញតាមក្រោយអូខេអញ្ចឹងកន្លែងនេះvisual ឬក៏ bluetooth អីឬក៏ចុចកន្លែងនេះហ្មងក៏បានដែរនេះបើសិនជាវាជាប់ AM FM ពេលដែលយើងភ្ជាប់ bluetooth ជាប់ចេញ BT នៅនេះមួយទៀតបើសិនជាភ្ជាប់ឲ្យនៅចេញវិទ្យុយើងរុញមក BT មកហើយចុចមួយទៅវាចូលក្នុងហ្នឹងនេះ scope ប័ណ្ណចម្រៀងសិន scope issue សិនក៏បានដែរដូចគ្នាហើយកន្លែងនេះលើកទូរស័ព្ទផ្ដាច់ទូរស័ព្ទអីដូចគ្នាដូចឡានទូទៅអញ្ចឹងអូខេអញ្ចឹងសូមមកប្លុកកណ្ដាលខាងនេះអញ្ចឹងកន្លែងនេះគឺសញ្ញាសុំផ្លូវធម្មតាទេកន្លែងនេះបិទហើយនឹងបើកម៉ាស៊ីនត្រជាក់កន្លែងនេះកម្ដៅចង្កូតចឹងហ្នឹងហើយកន្លែងនេះបាញ់ព្រួញទៅណាគឺបាញ់ខ្យល់ម៉ាស៊ីនត្រជាក់ទៅហ្នឹងកន្លែងនេះ Mac កន្លែងនេះរា Mac និងរានេះបានន័យថាកម្ដៅកញ្ចក់ឬក៏ស្អំកញ្ចក់ចាអញ្ចឹងកម្ដៅកញ្ចក់បានន័យថាម៉េចបានន័យថាពេលដែលយើងចតឡានហាភ្លៀងវាស្អាប់កញ្ចក់ពីក្នុងយើងបាញ់ផ្លិតទឹកមុខផ្លិតទឹកក្រោយហើយវានៅតែអាប់កញ្ចក់ពីក្នុងអញ្ចឹងប៊ូតុងនេះកម្ដៅកញ្ចក់មុខប៊ូតុងនេះកម្ដៅកញ្ចក់ក្រោយអញ្ចឹងសូមបញ្ជាក់កាលណាយើងប្រើកម្ដៅកញ្ចក់នេះម៉ាស៊ីនត្រជាក់យើងនឹងបែរហើយវាយកទឹកខ្យល់ទៅបាញ់ស្អំកញ្ចក់មុខកញ្ចក់ក្រោយដែលយើងកំណត់ពេលដែលកញ្ចក់យើងថ្លាហើយយើងចុចវាមកវិញម៉ាស៊ីនត្រជាក់យើងដើរមកវិញណាចាអញ្ចឹងកន្លែងនេះដាក់អូតូគឺបាញ់ខ្យល់ខ្លាំងចាកន្លែងនេះសេរីតាមខ្យល់ទៅកន្លែងនេះអញ្ចឹងកន្លែងនេះសេរីស្អីតនៅក្នុងម៉ាស៊ីនត្រជាក់អញ្ចឹងកន្លែងនេះ AC ឬក៏ម៉ាស៊ីនត្រជាក់អញ្ចឹងបើសិនជា AC នេះបិទភ្លើងគឺបិទម៉ាស៊ីនត្រជាក់ឯទៀតឡានយើងនឹងហប់ដូចគ្នាអញ្ចឹងយើងត្រូវបើក AC ចោលឲ្យរត់ទឹកខ្យល់រត់ទាំងម៉ាស៊ីនត្រជាក់ចេញមកអញ្ចឹងជិះហប់ឡានមាន2លក្ខខណ្ឌទី1ច្រឡំបិទ AC ចោលទី2ច្រឡំបើកកម្ដៅកញ្ចក់អូខេអញ្ចឹងកន្លែងនេះម្ដងអញ្ចឹងបើសិនជាប៊ូតុងនេះបិទភ្លើងអត់ចេញភ្លើងបតក្រូចបែបនេះមានឡែនសម្រាប់ជិះកាត់វាសូកក្លិនមកពីក្រៅវិញអញ្ចឹងយើងត្រូវបើកចោលគឺរត់ខ្យល់ទៅជុំវិញឡែនទេអូខេរាល់លើប៊ូតុងនេះចង់ថាច់ក៏បានដែរអញ្ចឹងយើងចុចប៊ូតុង Home ចុចលើពាក្យ Climate នេះចាអញ្ចឹងលើនេះយើងចង់ថាច់ក៏បានលើប៊ូតុងក៏បានលើនេះលើថាច់លើម៉ាស៊ីនត្រជាក់ក៏បានលើនេះក៏បានអញ្ចឹងលើនេះលើថាច់ក៏បានយើងបញ្ជាលើប៊ូតុងនេះដូចគ្នានិយាយទៅរាល់ប៊ូតុងនេះយើងបញ្ជាលើថាច់ក៏បានអូតូបិទបើកអីនៅនេះ AC នៅនេះស្រោកក្លិននៅនេះដូចគ្នាហ្នឹងហើយអូខេអញ្ចឹងខ្ញុំប្រាប់តាមដំណាក់កាលកន្លែងខាងក្រោមគេនេះមាន climate ហើយនឹងមាន setting អញ្ចឹង setting នេះខ្ញុំចូលមកគឺមាន3 vehicle system vehicle ហើយនឹង app ចឹងអញ្ចឹងកន្លែង system នេះគឺយើងអាចសេរីម៉ោង language អីធម្មតាចឹងទៅបើចុចកន្លែង phone នេះមានកន្លែងភ្ជាប់ Bluetooth ទៀតតែខ្ញុំនឹងជំរាបកន្លែងភ្ជាប់ Bluetooth ងាយស្រួលជាងហ្នឹងប៉ុន្តែភ្ជាប់ Bluetooth យើងមានច្រើនដំណាក់កាលចង់ភ្ជាប់ឡើងណាក៏បានដែរយើងមានច្រើនតែកន្លែង vehicle នេះគឺសំខាន់ជាងគេដោយសារឡានយើងគេហៅថាមាន auto brake ចាប់ប្រាំងអូតូនៅខាងមុខមាន radar ចាប់ប្រាំងអូតូអញ្ចឹងយើងចូល setting វិញហើយយើងចូល vehicle កណ្ដាលគេហ្នឹងកន្លែងជួរទី3គេដាក់ collision detection system អញ្ចឹងយើងចុចលើនឹងមួយមក
អញ្ចឹងខាងលើគេនេះគេដាក់ថា auto brake emergency braking អញ្ចឹងខាងលើគេនេះបានន័យថាគឺជាប់ប្រាំងអូតូពីខាងមុខអញ្ចឹងយើងចុចលើនឹងមួយមកចាអញ្ចឹងមាន off មាន alert ហើយនឹង alert and brake off នេះគឺបិទចោលតែម្ដងបងប្អូនចង់បិទចោលក៏បានដែរ alert នេះគឺវាគ្រាន់តែ alert ទេវាជាប់ឲ្យយើងអូតូទេតែ alert and brake នេះបានន័យថាវា alert ហើយវាជាប់ប្រាំងឲ្យយើងអូតូទៀតចា function ហ្នឹងចង់បិទក៏បានបើកក៏បានហើយបើខាងក្រោមនេះវិញ front pedestrian braking អញ្ចឹងកន្លែងនេះគឺចាប់ពីចំហៀងវិញដូចគ្នាបិទក៏បាន alert ក៏បាន alert ហើយ brake ក៏បានចា function ហ្នឹងបងអ្នកទាំងអស់គ្នាចង់ដាក់បិទក៏បានបើកក៏បានដែរអីចាអញ្ចឹងមកខាងនេះម្ដងកន្លែង app អញ្ចឹង app ហ្នឹងអ្នកទាំងអស់គ្នាភ្ជាប់ Bluetooth ហើយចុចលើ audio នេះមកចុចលើ sound នេះមកសេរីសំឡេងបាសអុកខ្លាំងអុកតិចនេះយើងថាច់ចេះទាញចុះទាញឡើងក៏បានថាច់ចុះថាច់ឡើងចេះក៏បានសេរីអុកខ្លាំងប៉ុណ្ណាតាមសំឡេងដែលយើងស្រឡាញ់ Fat and Balance ចង់លើខាងតកង់ខាងខ្ញុំខាងមុខខាងក្រោយចុចកន្លែងនេះមកគឺលើ6គ្រាប់ស្មើគ្នាហ្នឹងហើយអញ្ចឹងកន្លែងប៊ូតុងខាងក្រោមនេះខ្ញុំប្រាប់ឲ្យអស់ហើយចូលមកកន្លែងខាងលើគេនេះមួយអញ្ចឹងខាងលើនេះមានដូចគ្នាមាន maintenance មាន gas ហើយនឹង trip អញ្ចឹងមាន3ដូចគ្នាអញ្ចឹងចូល maintenance នេះមុនគេគឺទី1បង្ហាញទៅលើសម្ពាធខ្យល់កង់ទាំង4អញ្ចឹងដោយសារឡានយើងមាន sensor ថ្លឹងកង់បែកកង់ណាលើកង់នេះជាសញ្ញាពណ៌ក្រហមអញ្ចឹងកន្លែងនេះសុខភាពប្រេងម៉ាស៊ីនរបស់យើងនឹងហើយកន្លែងកណ្ដាលនេះអាគុយហើយនឹងទឹកស្អំហើយខាងមួយទៀតនឹង trip អញ្ចឹង trip នេះអ្នកទាំងអស់គ្នាមើលនៅក្នុងតាប់ឡូក៏បានដែរប៉ុន្តែយើង reset នៅលើនេះយើងចុចកន្លែង trip នឹងមួយទៅចង់កំណត់ trip 1ចុច button trip 1ហើយចុច reset ទៅគឺ start ពី0ទៅហើយទៅដល់គោលដៅដែលអ្នកទាំងអស់គ្នាចង់ដឹងអស់ម៉ានគីឡូម៉ែត្រលីត្រគឺបង្ហាញនៅក្នុងហ្នឹងហើយឃើញ show in cluster នេះយើងចុចលើនេះមកគឺបង្ហាញនៅលើតាប់ឡូតកង់ហ្នឹងអញ្ចឹងយើងចង់ show នៅលើតាប់ឡូតកង់ក៏បានចង់ remove វិញក៏បានដែរចាអញ្ចឹង trip 2ដូចគ្នាទេកំណត់គោលដៅទី2ដែលយើងចង់ដឹងអស់ម៉ានគីឡូម៉ែត្រលីត្រហ្នឹងហើយយើងចង់ show in cluster ក៏បាន remove from cluster ក៏បានដែរចាអញ្ចឹងកន្លែងហ្នឹងមានប៉ុណ្ណឹងពយោភីប៉ុណ្ណឹងទៅហើយកន្លែងនេះគឺ TC ហ្នឹងបានន័យថា traction control ហ្នឹងគឺប្រព័ន្ធទប់លំនឹងអញ្ចឹងយើងបើកឲ្យវា on ធម្មតាទៅបើយើងបិទឡើងនេះជីលបឿនលើហុកទៅវាញាប់ពូតក្រោយអញ្ចឹងយើងមិនបាច់ចាំបិទទេយើងបើកឲ្យដើរធម្មតាអូខេកន្លែងនេះដោយសារយើងអត់តន់ connect Bluetooth ហើយបើយើង connect Bluetooth មួយទូរស័ព្ទហើយនឹងបង្ហាញឲ្យយើងចុច call ចុចអីលើនឹងបានចឹងទៅមានលេខទូរស័ព្ទមានអីវាយអាចវាយ call ឬបង្ហាញលេខដែលយើង save ក្នុងទូរស័ព្ទគឺបង្ហាញក្នុងនឹងទាំងអស់ដូចគ្នាហើយខាងលើនេះគឺ function ដែលខ្ញុំប្រាប់ថាភ្ជាប់ Bluetooth ងាយស្រួលជាងគេគឺចូល function លើនឹងគេនឹងឯងអញ្ចឹងចូលឡើងនឹងមួយទៀតទៅចុច add device ចុចសញ្ញាបូកមួយទៀតអញ្ចឹងអ្នកទាំងអស់គ្នាអាចភ្ជាប់ Bluetooth បាននេះអញ្ចឹងយើងចូលទៅលើsorry ចូលទៅលើ Bluetooth នេះអញ្ចឹងនឹងបង្ហាញ my charlet ចាចុចលើ my charlet ចឹងទៅហ្នឹងហើយលើនេះចុច pair លើនេះចុច pair លើនេះចុច allow មួយទៀតអញ្ចឹងជាប់ហើយអញ្ចឹងបើសិនជា function ហ្នឹងយើងដាក់បទចម្រៀងស្ដាប់ទៅអត់តន់ជាប់ទេវាអាចជាប់ issue យើងបញ្ជាលើដៃចង្កូតដែលខ្ញុំបង្ហាញមុនហ្នឹងខ្ញុំបង្ហាញភាសាទៀតនេះយើងបើកសលេងលើនេះក៏បានដែរនេះបង្ហាញបើឧទាហរណ៍ថាយើងជាប់ Bluetooth ជាប់ហើយបើវាជាប់ហើយអត់អីតែបើវាអត់តន់ជាប់យើងចុចកន្លែងនេះខាងនេះមកនេះយើងរុញមក Bluetooth មកគឺចូល Bluetooth ហើយអញ្ចឹងយើងបន្លឺសលេងលើនេះក៏បានហើយកន្លែងខាងដៃយើងយកមកកន្លែងនេះមកឡើងសលេងហើយសលេងហ្នឹងហើយកន្លែងនេះមានឡើងសលេងហើយសលេងហើយខាងឆ្វេងមានដូចគ្នាដូរបាត់ជំនាញដូរពណ៌វិទ្យុខាងឆ្វេងនោះមានមួយទៀតគ្លៀងធ្លាក់មកសក្តាមរយឃើញខ្លាដែលកំថាចិត្តរយអង្គរពីញ៉ាំពីក្រោយអូយនេះដែរស្ទៀលបើមកបាក់ដាំមកចុចមួយទៅដូរបាត់ជំនាញដូរពណ៌វិទ្យុឈ្មោះធ្វើសង្សារអូខេអញ្ចឹងពេលដែលយើងភ្ជាប់ Bluetooth ហើយចុចកន្លែងនេះ stop សិនក៏បាននេះចេះហើយអញ្ចឹងកន្លែង function កណ្ដាលនេះខាងក្រោមនេះឃើញខ្ញុំអាច call ឬក៏ខ្ញុំចង់ call ទៅណាគេអីអាចចុច call លើនឹងបានចា contact របស់ខ្ញុំដែលធ្លាប់ call នេះមាននៅក្នុងទាំងអស់ហ្នឹងហើយយើងពេលដែលគេ call មកចុចលើកទូរស័ព្ទឲ្យបានធម្មតាវានឹងសូបសលេងកន្លែងនេះអូខេអស់ហើយកន្លែងហ្នឹងអញ្ចឹងមក block ខាងនេះ block ខាងនេះគេហៅថារក្សាក្នុងកន្លងផ្លូវអញ្ចឹងពេលដែលខ្ញុំចុចចេញភ្លើងមកក្នុងតាបឡូនេះបង្ហាញបែបនេះ
bà hành bạn nè nên chẳng xong bà trẻ ra xa nó không có lộn play này cứ đào chập vì là bươn học sập tới nên người men tên tới accessory của mình này pra sầm rạp bây giờ người kia được còn ngộ chẳng tới chẳng bà sân chia dân đại ra xa nó không có lộn play này bà sân chia dân to tại play nó miên cần nụt đá và anh miên cần nụt ắt chạp đi nên chẳng bây giờ dân buông cho cô tới vi tiền màu vinh buông cho cô tới vi tiền màu vinh vì ắt tao ai tầm miên cần lộn có phần tẻ phăng sân nó miên lẹt hẹn ưu tiên ho dân chẳng bọt chuối nên chẳng dân sẽ nhổ chuối tới dân tiền bọt nó cứ vì màu thòng mà đè phần tay bà dân ắt sẽ nhổ tới vì ắt mà tại vì tiền màu vinh là hột cạch tranh pi ở cần lộn nó tiền màu vinh là hột còn đó nè chứ dân chẳng bọt bánh chạy lên đi không ai tranh lớn thôi rồi chia sẻ ok chẳng cái này phăng sân auto holdไปได้ดำนาการวิ่งเชียงเครื่องปอตะโขดโดยกระไรนี่chẳngดำนาการลูกตราตะกองแลนแปะใส่กับแบบตีมวยตีปีไปขอนจะช่วยสำหรับเชิงไปได้ยังชบทั้งสต็อปด้วยก็สเต็ปเลยตีchẳng nhungประโยชน์มุกงี้บอกเวียดำนาการnhungอุติห่อเสียบตาดาวเพลิงสต็อปก็ห่อไหมยังจวนฝรั่งไอ้จ้ววิ่งหนึ่งโหลดอัสซอโอโตโฮเนเลอร์ตับโลแต่กองนึงไปดาวโหลดอัสซอโอโตโฮเนเลอร์ตับโลแต่กองนึงให้ยังดอกจังวิฝรั่งวิเกียไปนะวิเติมหมดเลยบรรทัดไปเจ๊ต่อแต่ข้างตะกองแปะใส่กับbạn chẳng tam thầm ở đây dân nơi ở sọt đi thở lột ô tô hô hay dân đọ trường vi phang vi ghé biệt tàu một cây thở sẽ tạo đo phơi stop nâng po bày tòng dân còn tạo om ghé tàu vi tàu một thầm ở đây con tay vì miền lẹ khan mùi tiệt ô tô hô nâng vi ở sụp lập hiệp còn mà làm thật tàu một tụ bày bọp lệ dân nó đi viên nâng lột châu prang đây lệ tình địch nị chẳng ba sân chỉ vi lột châu prang đây lệ tình địch nhận đang ở kia thở tròn phang hay Scott prang đây đọ chính tới đọ trường vi phang tới vi tàu một thầm ở đây chẳng đi phẳng đáy cho môi mắt chua vậy trong ở đo phẳng đáy cho phẳng hết Scott cho khổ chẳng ở function và update dương miền đi dương miền ở đi ô tô thông đá ở cái hai lệnh đây lại không làm lại chùm nồi chẳng còn lại những miền bột miền đỏ chẳng bột đỏ nàyคือdương phở sinh tập ở đi function đấy dương miền bột miền đỏ chẳng chẳng theo bột đỏ nàyคือdương phở sinh tập ở tế chẳng phải để dương mò ở không tập lộ so pi ní nâng phải hai pi ở muối đo ở vào muối chẳng phải đâyเนี่ยเราคะแนนดังไงมวยวิการแต่ครั้งกันในปรังกันในสตุกใต้วิญญาณเส้นด้วยคะแนนจังดีของมันไปหลายหลังพนมจบพนมพลาหลายครั้งแต่ปวแหวะจังนั้นเลยโอเครีดร้อนดึงมาตะโบเลยนี่คือยังตีนได้ทอมแดงตีนได้ทอมแดงจังยังchạy lại đi mua mắt bà hào lấy còn là bà hào với nè trong bát chữ anh điยังบัดvành taoยังtrong bạc muốn cho lại nèจังnày đi bà hào đây bạc mộtจังนี้bạcให้điบัดvành tới tới function đi cái này nóยังตีนได้ตีngoài là chat miền sạ thọ ớt xàiยังcòn tại đạn tùng sạpยังchâu tất từ sạ thọ ớt xàiยังไปแจกในเรื่องนี้บาสันจะส่งตู้ซับสบอตู้ซับยังกระก็บีอัดอัดดาวได้ก็เลยไปเลยแชทนั่งไงได้